បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកបង្រៀនពីរបៀបនៃការដោះនិងបញ្ចូលទឹកថ្នាំប្រភេទ Toner 79A ពពួក laser ដែលប្រភេទម៉ាស៊ីនសខ្មៅនិយាយទៅការដោះដុំទឹកថ្នាំអត់ពិបាកទេវាមានដុំខ្មៅសងខាងដូចខ្ញុំបង្ហាញខាងលើអញ្ចឹងខ្លាញ់ខ្ញុំច្អល់មានដុំមានកលឹះខ្មៅសងខាងដែលយើងដោះចេញទៅយើងអាចដោះចេញបានដោះសងខាងហ្នឹងទៅដោះចេញបានដូចខ្ញុំប្រាប់ហ្នឹងចំណែកកន្លែងដែលខ្ញុំច្អល់ហ្នឹងគឺតាក់ទងនឹងកន្លែងផ្ចូលទឹកថ្នាំបាទកន្លែងផ្ចូលទឹកថ្នាំអាហ្នឹងយើងដោះកម្របវាចេញទៅហើយយើងយកទឹកថ្នាំមកបញ្ចូលមកអាហ្នឹងយើងយកទឹកថ្នាំដែលយើងមានស្រាប់ទឹកថ្នាំយើងទិញកន្លែងនេះលក់ហ្នឹងហើយយើងយកមកបញ្ចូលតែប៉ុតទឹកថ្នាំខ្ញុំនេះចិត្តអស់តែអញ្ចឹងទៅខ្ញុំបញ្ចូលច្រើនគ្រឿងនៃ toner ហើយដូចអញ្ចឹងវាឆាប់អស់ហើយការបញ្ចូលគឺយើងបញ្ចូលតិចអញ្ចឹងទៅរហូតដល់ពេញ toner ដែលយើងចង់បញ្ចូលទៅយើងគោះដូចខ្ញុំប្រាជ្ញមកទៅហើយថង់ទឹកថ្នាំរបស់ខ្ញុំនេះចិត្តអស់ហើយខ្ញុំបញ្ចូលច្រើនណាស់សល់បន្តិចទៅអញ្ចឹងលើករៀងខ្ពស់បន្តិចតាមពិតធំទឹកថ្នាំពេញគឺខ្ញុំចូលលើកបន្តិចទៅវាចូលឆាប់ពេញតាមពិតមក toner នេះទាំងច្រើនដែរហើយរបស់ខ្ញុំនេះខ្ញុំបញ្ចូលចិត្តអស់ចឹងរៀងនឹងគោះទិញទូដើម្បីយើងប្រមូលទឹកថ្នាំនឹងយកមកដាក់ចូល toner យើងចាក់ចឹងរហូតទៅចាក់តិចរហូតចាក់ឈប់គោះចាក់ឈប់គោះតិចទៅរហូតដល់ពេញ toner ចាំយើងឈប់តែឥឡូវនេះអត់ទាន់ពេញទេអញ្ចឹងខ្ញុំចាក់តិចគោះរួនរហូតទៅមើលគោះឲ្យយើងមើលវាពេញហើយឬនៅយើងមើលទឹកថ្នាំដែលយើងគោះបើសិនជាណែតអាហ្នឹងវាចិត្តពេញទេតែយើងអាចមើលផ្លេចខ្លួនយើងបានដែរបាទតែទឹកថ្នាំហ្នឹងយើងបញ្ចូលតិចអញ្ចឹងហើយខ្ញុំបញ្ចូលនេះតាមពិតមានកន្លែងបញ្ចូលត្រឹមត្រូវតែសារខ្ញុំជាពេលបញ្ចូលទៅអញ្ចឹងបានរៀបចំកន្លែងត្រឹមត្រូវសម្រាប់បញ្ចូលទៅអញ្ចឹងខ្ញុំមានតែកណ្ដាស់ឬក៏កណាត់អីដែលយើងទុកយើងបោះចោលអាចយកមកទ្របសម្រាប់ការពារកុំឲ្យវាអាតូលីទឹកថ្នាំខ្មៅហ្នឹងវាប្រឡាក់នេះកន្លែងនេះខ្ញុំមើលទឹកថ្នាំហ្នឹងមើលថាវាចូលពេញហើយនៅមើលឃើញថានៅបន្តពេញអញ្ចឹងខ្ញុំជួយយាមគោះរួនចូលរហូតទៅរហូតចូលឲ្យមើលខ្ញុំចូលឲ្យខ្ញុំមើលគោះមើលថាទឹកថ្នាំនោះបានពាក់កណ្ដាលហើយអញ្ចឹងខ្ញុំមើលពាក់កណ្ដាលចិត្តពេញអញ្ចឹងខ្ញុំមើលអញ្ចឹងខ្ញុំគោះតិចដើម្បីឲ្យថ្នាំវាចូលហាប់ពេញ toner បានល្អហើយខ្ញុំក៏រួនថង់ទឹកថ្នាំនេះឲ្យវូចិត្តអស់អញ្ចឹងក៏រួនវាទៅដើម្បីឲ្យវាបានមួយដុំទៅយើងចាក់បញ្ចូលទៀតទៅទឹកថ្នាំនេះចូលបាននៅសល់បន្តិចខ្ញុំចូលចិត្តមក toner ដែរហើយតែពិតតែយើងបញ្ចូលយើងមានស្រោមដៃមានអីច្រកឲ្យត្រឹមត្រូវតែពិតតែខ្ញុំដោយសារខ្ញុំប្រញាប់ទៅខ្ញុំក៏ដោះផ្លែមកខ្ញុំបញ្ចូលភ្លាមទៅហើយខ្ញុំបញ្ចូលទឹកថ្នាំនេះចិត្តពេញបាទខ្ញុំលើករៀងខ្ពស់រៀងចិត្តពេញហើយខ្ញុំគោះរួនរហូតដល់ពេញបាទខ្ញុំឈប់ខ្ញុំមើលទៅឃើញថាចិត្តពេញហ្នឹងអញ្ចឹងខ្ញុំដាក់មកបន្តិចទៀតទៅឃើញថាវាពេញហើយអញ្ចឹងតិចទៀតខ្ញុំពេញខ្ញុំនឹងដាក់វាចូលវិញរៀបវាចូលរៀប toner វាចូលវិញអញ្ចឹងថាខ្ញុំគួរទៅឃើញឥឡូវទឹកថ្នាំវាពេញហើយអញ្ចឹងខ្ញុំរៀបតិចខ្ញុំរៀបទឹកថ្នាំរៀបដុំ toner ហ្នឹងចូលវិញដើម្បីយកទៅឲ្យភ្ញៀវវិញអញ្ចឹងខ្ញុំគួរទៅឃើញថាវាពេញហើយអញ្ចឹងខ្ញុំក៏បិទគម្របទឹកថ្នាំនោះវិញគម្របទឹកថ្នាំដែលយើងដោះមុនហ្នឹងយើងឃើញថាពេញហើយយើងគ្របវិញទៅគ្របតាមរុនប្រអប់វាដែលយើងដោះមុនហ្នឹងអញ្ចឹងពេញហើយខ្ញុំក៏ដាក់មកសំណុំរបស់វាដែលជាគ្រឿងរបស់ toner ហ្នឹងដែលមកខាងទៀតត្រាំមកខាងទៀតទឹកថ្នាំហ្នឹងតែមុនដាក់យើងមើលដែរយើងមើលតាមទម្រង់ជើងរបស់វាហ្នឹងដែលយើងដាក់ទៅដល់ត្រូវចូលតាមធ្មេញជើងរបស់វាទៅអាហ្នឹងវាត្រូវហើយវាអត់អីអញ្ចឹងយើងមើលមកខាងសងខាងឃើញថាធ្មេញរបស់វាហ្នឹងត្រូវហើយអញ្ចឹងខ្ញុំក៏ដាក់ធ្មេញចូលតាមរុនរបស់វាវិញទៅយើងគោះតិចដើម្បីឲ្យរុនវាស្មើទាំងលើទាំងក្រោមយើងពេលយើងរុញធ្មេញអាកលឹះវាហ្នឹងទៅកលឹះខ្មៅហ្នឹងទៅចូលទៅស្រួលអត់ពិបាកទេហើយខ្ញុំដាក់រូបខាងហើយក៏ខ្ញុំដាក់មកខាងទៀតអញ្ចឹងដាក់មកខាងទៀតឲ្យស្មើទៅហ្នឹង
រួចរាល់ហើយបាទយើងអាចយកទៅឲ្យភ្ញៀវបានណាអញ្ចឹងការបញ្ចូលទឹកថ្នាំរបស់ខ្ញុំប្រភេទ toner ព្រីនសខ្មៅ 79A បាទសូមអរគុណបាទ